ជួមរៀបសួរស្វាគមន៍មកកាន់វីដេអូភាគ3អំពីអាហារូបករណ៍គាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលីនៅក្នុងវីដេអូនេះយើងនឹងជជែកគ្នាថាតើយើងគួរធ្វើមួយណាមុនរវាងទី1សរសេរពីអាហារូបករណ៍ទី2ប្រឡងភាសាអង់គ្លេសនិងទី3រៀបចំឯកសាររដ្ឋបាលផ្លូវការចំពោះរូបខ្ញុំផ្ទាល់ដើម្បីរៀបចំផែនការទៅលើកិច្ចការងារទាំងនេះបានខ្ញុំបានបែងចែកវាទៅជាកិច្ចការងារ3ក្រុមទី1កិច្ចការងារដែលខ្ញុំអាចធ្វើបានដោយខ្លួនឯងទី2កិច្ចការងារដែលខ្ញុំត្រូវការប្រើប្រាស់សេវារដ្ឋបាលទាំងឯកជននិងរដ្ឋហើយទី3គឺជាកិច្ចការងារដែលត្រូវប្រើប្រាស់រយៈពេលវែងដើម្បីធ្វើជាបទពិសោធន៍របស់ខ្ញុំគឺខ្ញុំចាប់ផ្ដើមជំហានទី1របស់ខ្ញុំដោយទី1គឺរៀបចំឯកសាររដ្ឋបាលជាឯកសារផ្លូវការបញ្ជាក់ពីអត្តសញ្ញាណរបស់យើងមានសម្បត្តិកំណើតសម្ភៅគ្រួសារអីជាដើមជាបើសិនបើយើងអត់ទាន់មានហើយទី2គឺស្នើសុំទៅកាន់សាលាដើម្បីដកប្រតិបត្តិបន្ទុកដកសញ្ញាបត្ររបស់យើងនិងស្នើសុំទៅកាន់អង្គភាពរបស់យើងដើម្បីបញ្ជាក់លិខិតថាយើងពិតជាបានបំពេញការងារហើយនៅក្នុងរយៈពេលដែលយើងបានធ្វើជាក់ស្ដែងហើយទី3នឹងគឺការចុះឈ្មោះធ្វើតេស្តប្រឡងភាសាអង់គ្លេសមូលហេតុដែលខ្ញុំដាក់វាជាជំរើសទី1ដោយសារតែការស្វែងរកការភាពប្រឡងគឺជាផលពិបាកមួយជាពិសេសអ្នកដែលនៅតាមបណ្ដាខេត្តដោយសារតែខេត្តមួយចំនួនគឺអត់មានមជ្ឈមណ្ឌលប្រឡងតេស្តភាសាអង់គ្លេសទេហើយពេលខ្លះមានមជ្ឈមណ្ឌលក៏អត់មានតេស្តដែរអញ្ចឹងយើងត្រូវតែស្វែងរកការភាគតេស្តនឹងឲ្យហើយដើម្បីកុំឲ្យយើងមានអារម្មណ៍ភ័យព្រួយថាយើងអាចទទួលបានលទ្ធផលប្រឡងទៅហើយជាទូទៅលទ្ធផលប្រឡងគឺចេញក្នុងអំឡុងពេល5ថ្ងៃបន្ទាប់ពីយើងប្រឡងហើយមកខ្ញុំគឺចេញតែ2ថ្ងៃទេអញ្ចឹងយើងអាចជ្រើសរើសការវិភាគណាដែលយើងអាចមានពេលវេលាត្រៀមខ្លួនដើម្បីប្រឡងគ្រប់គ្រាន់ហើយអាចទទួលលទ្ធផលប្រឡងនឹងបានទាន់ពេលវេលាដើម្បីយកមកដាក់ពាក្យហើយចំពោះជំហានទី2វិញគឺខ្ញុំបដោតទៅលើការបំពេញពាក្យអាហារូបករណ៍ដែលការបំពេញពាក្យអាហារូបករណ៍នឹងប្រសិនបើយើងដុតដៃដុតជើងយើងរក្សាល្បឿននៅក្នុងការធ្វើរបស់យើងជាប្រចាំដដែលគឺមិនយូរទេត្រឹមតែ3សប្តាហ៍គឺពាក្យរបស់យើងនឹងគឺអាចជាពាក្យមួយដែលយើងមានអារម្មណ៍ថាមានទំនុកចិត្តនៅក្នុងការដាក់ហើយក្នុងគណៈពេលដែលទៅសេពាក្យនឹងគឺយើងអាចចំណាយពេលវេលាតាមដានដំណើរការនៃការស្នើសុំឯកសាររដ្ឋបាលរបស់យើងដើម្បីធ្វើម៉េចធានាថាយើងពិតជាអាចមានវាតាន់ពេលវេលាហើយចំពោះជំហានទី3របស់ខ្ញុំគឺទី1ខ្ញុំត្រៀមខ្លួននៅក្នុងការប្រឡងភាសាអង់គ្លេសហើយទី2ហ្នឹងបើសិនបើខ្ញុំបានឯកសារគ្រប់គ្រាន់ហើយគឺខ្ញុំដាក់បកប្រែតែម្ដងហើយការបកប្រែនេះមិនហត់នឿយទេយើងដាក់ឯកសារឲ្យតែក្រុមហ៊ុនបកប្រែត្រឹមតែ5ថ្ងៃអីនេះគឺយើងអាចបានហើយឯកសារនឹងហើយចុងក្រោយគឺរងចាំលទ្ធផលប្រឡងភាសាអង់គ្លេសហើយក្នុងគណៈពេលនេះគឺត្រឡប់ទៅមើលពាក្យឡើងវិញម្ដងទៀតដើម្បីឲ្យប្រកាសចិត្តថាយើងពិតជាមានទំនុកចិត្តទៅលើពាក្យដែលយើងនឹងដាក់នឹងមែននេះគឺជាជំហានទី3របស់ខ្ញុំសង្ឃឹមថាវាអាចបម្រើជាប្រយោជន៍ទៅដល់បេក្ខជនដែលដាក់ពាក្យនៅក្នុងឆ្នាំនេះនិងឆ្នាំក្រោយហើយយើងនឹងជួបគ្នានៅវីដេអូថ្មីនៅថ្ងៃស្អែកដែលនឹងជជែកអំពីថាតើយើងធ្វើដូចម្តេចគឺយើងអាចទៅសេពាក្យអាហារូបករណ៍របស់យើងបានលឿននិងជាពាក្យអាហារូបករណ៍ដែលមានភាពលេចធ្លោជួបគ្នានៅក្នុងវីដេអូស្អែក